Trump reportedly told Israeli Prime Minister Benjamin Netanyahu to refrain from further attacks. The U.S. president has leaned on Israel to stop strikes in Lebanon to allow បើ room យោង for a តាម deal សារ to ព័ត៌ end the មាន Reuters ស្ថានភាពនៅមជ្ឈមបូព៌ាកំពុងតែកើនឡើងកម្ដៅសាជាថ្មីបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសខ្លួនបានវាយប្រហារគោលដៅយោធាភាគខាងលិចនិងកណ្ដាលនៃប្រទេសអ៊ីរ៉ង់ទោះបីជាប្រធានាធិបតីអាមេរិកលោក Donald Trump បានស្នើឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu ជៀសវាងការវាយប្រហារបន្ថែមក៏ដោយ យោងទៅតាមកងទ័ពអ៊ីស្រាអែល ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលអ៊ីស្រាអែលបានអាងថាគោលដៅសំខាន់រួមមានទីតាំងយោធាប្រព័ន្ធការពារមីស៊ីលរបស់អ៊ីរ៉ង់និងតំបន់ភាគខាងលិចនិងកណ្ដាលប្រទេសមុនពេលការវាយប្រហារកើតឡើងលោកត្រាំក៏បានទេទូរស័ព្ទទៅលោកនេតានយ៉ាហ៊ូឲ្យបានជំរុញឲ្យអ៊ីស្រាអែលអត់ធ្មត់ដើម្បីផ្ដល់ឱកាសដល់កិច្ចចរចាការទូតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់រដ្ឋាភិបាលអាមេរិកកំពុងតែព្យាយាមជំរុញកិច្ចព្រមព្រៀងមួយដែលអាចកាត់បន្ថយភាពតានតឹងនិងបញ្ចប់ជម្លោះដែលបានអូសបន្លាយជាច្រើនខែទោះបីជាយ៉ាងណាអ៊ីស្រាអែលក៏បានសម្រេចចិត្តបន្តប្រតិបត្តិការយោធារបស់ខ្លួនសម្រាប់សេចក្តីរាយការណ៍ជាច្រើនបានបញ្ជាក់ថាមានការផ្ទុះនៅទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់រួមមានតំបន់ទីក្រុងតេហឺរ៉ង់និង Haifa ផងដែរការវាយប្រហារនេះបានគេចាត់ទុកថាជាការប៉ះទង្គិចដោយផ្ទាល់លើកដំបូងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ចាប់តាំងពីបទឈប់បាញ់កាលពីខែមេសាវាបានបង្កការព្រួយបារម្ភសង្គ្រាមអាចពង្រីកទៅជាជម្លោះនៅក្នុងតំបន់កាន់តែធំអ៊ីរ៉ង់បានព្រមានថាប្រសិនបើការវាយប្រហារបន្ថែមទៀតនោះនឹងមានការឆ្លើយតបយ៉ាងខ្លាំងមន្ត្រីអ៊ីរ៉ង់ខ្លះថែមទាំងបានព្រមព្រៀងថាផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាចក្លាយទៅជាគោលដៅផងដែរប្រសិនបើវ៉ាស៊ីនតោនត្រូវបានចាត់ទុកថាគាំទ្រប្រតិបត្តិការរបស់អ៊ីស្រាអែលនៅក្នុងផ្នែកសេដ្ឋកិច្ចព័ត៌មានអំពីការវាយប្រហារថ្មីៗនេះបានធ្វើឲ្យទីផ្សារប្រេងពិភពលោកមានការភ័យខ្លាចតម្លៃប្រេងកើនឡើងខណៈអ្នកវិនិយោគទុនព្រួយបារម្ភអាចនឹងប៉ះពាល់ដល់ការដឹកជញ្ជូនថាមពលតាមច្រកសមុទ្រហូម៉ូសដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកសរុបមកការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការវាយប្រហារអ៊ីរ៉ង់ទោះបីជាមានការអំពាវនាវពីដូណាល់ត្រាំឲ្យអត់ធ្មត់ក៏ដោយបានបង្ហាញថាភាពតានតឹងនៅមជ្ឈមបូព៌ានៅតែស្ថិតនៅក្រោមដំណាក់កាលគ្រោះថ្នាក់ពិភពលោកកំពុងតែតាមដានយ៉ាងជិតស្និទ្ធថាតើភាគីទាំងពីរនឹងបន្តការសងសឹកគ្នាឬអាចនឹងវិលទៅរកតុចរចាវិញដើម្បីបញ្ចៀសសង្គ្រាមទាំងទ្រង់ទ្រាយធំ។